ឡើងឋានសួគ៌ឯណាបានបើសិនជីវិតពេលរស់នៅរងហើយវាវេទនាចង្អប់ហើយនោះភាពខ្លាំងរបស់ប្រទេសនេះផ្ដើមចេញពីអ្នកណាពីយើងបើផ្ដើមចេញពីយើងត្រូវកសាងខ្លួនយ៉ាងម៉េចឲ្យល្អអញ្ចឹងល្អទីនេះនៅក្នុងក្របខ័ណ្ឌវ័យប្អូនសិក្សាប្អូនត្រូវធ្វើខ្លួនឲ្យទៅជាបណ្ឌិតពិតប្រាកដបណ្ឌិតពិតប្រាកដមានន័យថាម៉េចត្រូវមានអីមានអីមុនគេមានអីមុនគេមានអីមានចំណេះដឹងអូនឯងមានសិលធម៌បណ្ណាក៏ដោយតែបើចំណេះបងឯងវាគ្មានមិនប្រឹងរៀនជីវិតរុងរឿងបានទេវាអត់ទេបងអូនពួកគេត្រូវការអ្នកចេះចុះបើយើងទៅដល់គិតតែនាំគ្នាទៅចេះគ្នាអត់រៀនផងគិតនាំគ្នាដើរអត់ចូលរៀនគិតនាំគ្នាបបួលគ្នាចូលក្លឹបប្រទេសបងឯងរុងរឿងអត់ទៅរួចទេបាទចាំបងឯងមានអីមុនគេមានចំណេះដឹងបន្ទាប់ពីមានចំណេះដឹងបងឯងមានអីទៀតសិលធម៌ពីនឹងទើបអាចនាំប្រទេសបងប្អូនឲ្យคล้ายជាប្រទេសរឹងមាំបានបាទរឹងមាំបានអញ្ចឹងព្រះពុទ្ធព្រះអង្គសម្ដែងថាដើម្បីធ្វើខ្លួនឲ្យល្អបងអូនត្រូវជៀសវាង2យ៉ាងទី1ហេតុអីគឺស្អីគឺការខ្លាចបាបតែបងនិយាយដើមមិញហ្នឹងបាទអញ្ចឹងកាលណាបងខ្លាចបាបអូនត្រូវរស់នៅដោយភាពប្រុងប្រយ័ត្នបាទព្រោះមិនបានខ្លាចបាបហ្នឹងត្រូវរស់នៅដោយប្រុងប្រយ័ត្នកាលណាបងរស់នៅដោយមិនប្រុងប្រយ័ត្នធ្វើឲ្យបងប្រព្រឹត្តនៅអំពើឆ្គាំឆ្គងធ្វើអំពើដែលនាំឲ្យមានសេចក្តីអាប់អោនធ្វើអំពើដែលនាំឲ្យជីវិតធ្លាក់ចុះទៅរកអបាយភូមិណាហើយទៅក្នុងពុទ្ធសាសនាបងអូនកុំគិតរឿងដល់សួគ៌និព្វានណាឆ្ងាយពេកបងអូនគិតជីវិតបងអូនពេលនៅរស់នឹងសិនតើណាមានន័យថាម៉េចឡើងឋានសួគ៌ឯណាបានបើសិនជីវិតពេលរស់នៅរងហើយវាវេទនាចង្អប់ហើយនោះអីណាបងបាទអញ្ចឹងដើម្បីកុំឲ្យជីវិតបងវាវេទនាសួរវិញទៀតធ្វើម៉េចដល់ប្រឹងរៀនក្រោយពីប្រឹងរៀនហើយអូនទៅប្រឹងអីប្រឹងរស់ហេមិនបានប្រឹងរស់អូនរៀនបណ្ណាក៏ដោយតែបើមិនប្រឹងធ្វើការទេខ្ជិលហើយរស់បានទេបងអត់បានទេបាទប្រឹងរស់ហើយប្រឹងអីទៀតប្រឹងរកបាទណែប្រឹងរកតើចុះអារស់ឲ្យរកក៏គ្នាមិនប្រឹងរកមានន័យថារកទាំងទ្រព្យរាប់ទាំងណាបងរាប់ទាំងញាតិ